គ្នាជួយជាមួយនឹងញ៉ាំមានមកត្រៃហើយថ្ងៃខ្ញុំបន្តសេចរឿងភាគទី2ហាមិញនឹងខ្ញុំថាតមួយភាគទី1ដែលតែប៉ុន្តែមិញនឹងខ្ញុំថាទៅក្រៅចឹងទៅខ្ញុំក៏ច្រឡំតិចបិទទី1ចឹងទៅខ្ញុំក៏សម្រេចចិត្តថាបើទី1ហើយចាំទី2ក្រោយក៏អ្នកគ្នាថាអីដែរមិញដោយសារមិញហ្នឹងអត់មានឈប់ទី1ហើយអត់មានភ្លេចប្រាប់អ្នកទាំងអស់គ្នាថាចាប់ចឹងណាចឹងឥឡូវយើងចូលទៅកាន់រឿងបន្តរបស់យើងទៅបន្ទាប់ពីអ៊ីឡាញហើយខ្មាស៊ីងរួចនិយាយថានេះជាបន្ទុកសម្រាប់លោកបែបស៊ីងចូលទៅស៊ីឃើញថាគឺថាមានដើមមួយដើរមកទៅវាថាផ្លែខុសគឺវាផ្លាចេញសួតមនុស្សច្រឡំសួតបេះដូងមនុស្សស៊ីឃើញថាមានទីការភ្ញាក់ផ្អើលជាខ្លាំងគាត់និយាយថាបេះដូងទាំងអស់នោះគឺមានចលនាគាត់ស្រែកស៊ីពីហ្នឹងពេលនោះគាត់ថាមានចលនាតែបើគាត់ថយចោលហើយអានោះជាស្អីស៊ឺតែជាពួរហើយគាត់ភ័យតែម្ដងហើយពេលនោះតែមានដៃខ្មែរមួយធំក៏ចង់មកចាប់អាស៊ីងខំកិច្ចឆ្លឹមតានដោយសារដៃនោះគឺឈោងចាប់គាត់ពេលនោះគឺថាដៃបិសាចនឹងមកទម្លូខ្លួនរបស់គាត់ហើយទម្លូយកបេះដូងរបស់គាត់ធ្វើឲ្យវាខ្ទាតឈាមខ្ចាយពេញហ្នឹងអាស៊ីងក៏ស្រែកតាមពិតទៅគាត់យូរសពសោះគាត់បានស្ទាបបេះដូងរបស់គាត់ដុកដាក់គាត់បាននិយាយថាបេះដូងរបស់ខ្ញុំនៅមាននៅឡើយវាគ្រាន់តែជាសបិនអាក្រក់តែមួយប៉ុណ្ណោះប៉ុន្តែខ្ញុំដេកលក់តាំងពីពេលណាហេតុអីខ្ញុំមិនចាំបាច់សោះអញ្ចឹងតាមពិតទៅវាយឺតពេលបន្តិចហើយខ្ញុំសើតែពញាពេលរឿងសំខាន់មួយមិនអាចពញាពេលបន្តទៀតបានទេខ្ញុំត្រូវតែចាប់ផ្ដើមធ្វើសកម្មភាព1 ខែមុនដូច្នេះលោកចង់ឲ្យខ្ញុំលួចរបស់ឲ្យលោកហាលោកអ៊ំចាលោកហ៊ានពេកហើយលោកច្បាស់ជាព្រះសង្ឃហើយតែលោកបែរជាប្រាប់អ្នកដទៃឲ្យលួចរបស់អញ្ចឹងមែនអើយលើសពីនេះទៀតខ្ញុំជាអ្នកជំនួញដ៏ស្មោះត្រង់ម្នាក់ខ្ញុំនឹងមិនធ្វើរឿងខុសច្បាប់បែបនេះទេតើវាពិតទេខ្ញុំក៏មិនដឹងច្បាប់ដែរប៉ុន្តែវារឿងម្យ៉ាងដែលលោកស៊ីងមិនអាចដោះស្រាយបានទេឲ្យតែលោកមានឆន្ទៈធ្វើវាលោកនឹងអាចទទួលបានវាក៏អាស្រ័យលើស្ថានភាពដែរនិយាយឲ្យខ្លីសម្រាប់រឿងតូចតាចបែបនេះលោកទៅរកអ្នកផ្សេងប្រសិនមកជាងខ្ញុំមិនចាប់អារម្មណ៍ហើយខ្ញុំក៏គ្មានពេលដែរបើសិនវាគ្រាន់តែជារឿងតូចតាចហើយអ្វីលោកបដិសេធលោកម្ចាស់ផ្សាយពួកយើងអាចនិយាយពីរឿងតម្លៃសិនទៅមុននឹងលោកធ្វើការសម្រេចចុងក្រោយខ្ញុំគិតថាលោកអាចឃើញច្បាស់នឹងភ្នែករបស់លោកហើយពិតពីតម្លៃរបស់វានេះគឺគុជរាត្រីវាមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនៅកន្លែងដែលខ្ញុំលើកឡើងនោះមានទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានដូច្នេះគឺមិនអាចរាប់បញ្ចូលបានតែអាចទទួលបានវាចំនួនទាំងអស់នោះសុទ្ធតែរបស់លោកជារបស់ខ្ញុំទាំងអស់មែនទេចុះលោកត្រូវការអីវិញទៅនិយាយឲ្យត្រង់ទៅគឺជាក្របអង្កាមព្រះខ្ញុំបានទុកនៅទីនោះយូរណាស់មកហើយសូមលោកជួយយកអង្កាំព្រះរបស់ខ្ញុំដែលបានបន្សល់ទុកត្រឡប់មកវិញនោះគឺជាអ្វីដែលខ្ញុំត្រូវការមានន័យថាលោកគ្រាន់តែមករកខ្ញុំដើម្បីជួយដោះស្រាយបញ្ហាហើយផ្ដល់ព័ត៌មានសំខាន់ជាច្រើនដល់ខ្ញុំក៏រួចតែអង្កាំធម្មជាតិធម្មតាមួយហ្នឹងលោកម្ចាស់សាយអង្កាំព្រះនោះអាចនឹងមិនពិសេសសម្រាប់អ្នកដទៃប៉ុន្តែសម្រាប់ខ្ញុំវាមានន័យខ្លាំងណាស់ពីព្រោះនោះជាវត្ថុតែមួយគត់ដែលអាចដោះស្រាយខ្ញុំពីភាពរង្គោះរង្គើគ្មានទីបញ្ចប់នៃរាងកាយទ្រង់ទ្រមួយនេះ
ហើយមនុស្សតែម្នាក់ក៏ដែលអាចយកវាបានរបស់នោះចេញពីទីនោះបានគឺជាលោកដូច្នេះខ្ញុំត្រូវការតែរបស់មួយនេះទេពិសេសសល់ខ្ញុំទុកគ្រប់យ៉ាងបើបុរសចំណាស់ម្នាក់នោះនិយាយអ្វីឲ្យពិតប្រាកដទៅខ្ញុំស្ដាប់មិនយល់សូម្បីតែពាក្យមួយម៉ាត់ឬមួយក៏បុរសចំណាស់ម្នាក់នេះមិនមែនជាមនុស្សធម្មតាអ៊ំចំណាស់តើលោកមិនអីទេក្មួយប្រហាគឺខ្ញុំចុះបណ្ដាសាតើខ្ញុំអាចជឿសំណើដល់ចម្លែករបស់ព្រះសង្ឃចំណាស់នេះបានដែរឬអត់ប៉ុន្តែដោយមើលឃើញថាលោកហ៊ានចំណាយពេលច្រើនដងសម្លឹងនឹងមានភាពស្មោះត្រង់ដូច្នេះខ្ញុំនឹងទទួលការងារនេះចុះប៉ុន្តែរឿងមានកំណត់មហាសាលដែលលោកបានលើកឡើងបើហ៊ានតែកុហកខ្ញុំលោកច្បាស់ជាដឹងហើយថានឹងមានរឿងអីកើតឡើងលើសែលោកទុកចិត្តចោលខ្ញុំគិតថារបស់ដែលមាននៅទីនោះនឹងធ្វើឲ្យលោកពេញចិត្តម្យ៉ាងវិញទៀតភ្នំលីនអ៊ីគឺមានលក្ខណៈពិសេសនៅទីនោះគ្មានសេវាទេឧបករណ៍តាក់ទងនឹងឬឧបករណ៍កំណត់មិនអាចប្រើប្រាស់បានទេខ្ញុំយល់ល្អលោកគួរតែគូផែនទីសម្រាប់ខ្ញុំទោះវាជាវិធីសាស្ត្របុរាណប៉ុន្តែមានជំនឿចិត្តជាងលោកមិនត្រូវការអីទេព្រោះនៅពេលលោកចូលទៅដល់ភ្នំលីអ៊ីនោះលោកនឹងឃើញផ្ទះបុរាណពណ៌ក្រហមមួយហើយនឹងអ្នកទាំងអស់គ្នាសាច់រឿងគូចាំស្នេហ៍ពាន់ឆ្នាំភាគទី2របស់យើងក៏ចាប់ដល់ត្រឹមហ្នឹងហើយរឿងចាំសារភាពបន្តទៀតនៅវីដេអូក្រោយបាយអ្នកទាំងអស់គ្នាជូនពរអ្នកគ្នាសុខភាពល្អរាល់ស៊ីមានបានបាយ